នេះជាទីរួមខេត្តបាត់ដំបងដែលជាខេត្តមួយរបស់ប្រទេសកម្ពុជាដែលមានការល្បីល្បាញខាងវិស័យកសិកម្មជាពិសេសដំណាំស្រូវតែម្ដងហើយខេត្តបាត់ដំបងក៏ជាកន្លែងទេសចរប្រវត្តិសាស្ត្រក៏ដូចជារមណីយដ្ឋានទេសចរជាច្រើនផងដែរឆ្លងកាត់នៅខេត្តបាត់ដំបងនេះប្រជាពលរដ្ឋក៏ដូចជាបងប្អូនភ្ញៀវទេសចរជាតិអន្តរជាតិតែងតែមកអុជធូបសូមសេចក្តីសុខសេចក្តីចម្រើននៅរូបសំណាក់លោកតាដំបងកញ្ញូងបាទនេះដូចបងប្អូនបានឃើញហើយរូបសំណាក់លោកតាដំបងកញ្ញូងហើយដែលប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិអន្តរជាតិតែងតែមកអុជធូបសូមសេចក្តីសុខសេចក្តីចម្រើននិងថតរូបទុកជាអនុស្សាវរីយ៍ដើម្បីបញ្ជាក់ថាបានមកលេងកម្សាន្តในទីរួមខេត្តប្រវត្តិសាស្ត្រមួយនេះខេត្តបាត់ដំបងជាខេត្តមួយដែលមានបទចម្រៀងជាច្រើនបទសម្រាប់លោកតាស៊ីនសមុទ្រដែលបានច្រៀងចម្រៀងដូចជាអោខេត្តបាត់ដំបងមណ្ឌលចិត្តអើយជើងភ្នំសំពៅដងស្ទឹងសង្កែខេត្តលិចបាត់ទៅអីជាដើមហ្នឹងហើយនឹងបទចម្រៀងជាច្រើនទៀតដែលលោកតាស៊ីនសមុទ្របានច្រៀងរៀបរាប់ពីទីរួមខេត្តបាត់ដំបងដែលជាខេត្តមួយរបស់ប្រទេសកម្ពុជាមានភាពល្បីល្បាញតាំងពីសម័យអាណានិគមបារាំងរហូតមកទល់នឹងពេលបច្ចុប្បន្ននេះបាទដោយបងប្អូនបានឃើញហើយវីដេអូសកម្មភាពដែលខ្ញុំបានថតនេះសុទ្ធសឹងតែការធ្វើចរាចរណ៍ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិជាពិសេសអ្នកទីរួមខេត្តបាត់ដំបងតែម្ដងនៅទីរួមខេត្តបាត់ដំបងកុំភ្លេចចូលញ៉ាំអាហារប៊ូហ្វេម្ហូបខ្មែរបាទតម្លៃសមរម្យគឺតម្លៃតែ10000រៀលតែប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ដែលមានអាហារជាច្រើនមុខបែបម្ហូបខ្មែរក្នុងនោះក៏មានម្ហូបកំងសម្រាប់ភ្ញៀវដែលចូលចិត្តញ៉ាំម្ហូបកំងផងដែរបាទនេះដូចបងប្អូនបានឃើញហើយបាទជាមុខម្ហូបបន្លែបែបរបស់ខ្មែរសុទ្ធសាធបាទក្នុងនោះមាននំចុកមានទឹកគ្រឿងសម្លប្រហើរឆាអីជាដើមហ្នឹងសុទ្ធសឹងតែមាននៅក្នុងហាងរបស់ខ្មែរយើងដែលជាប់នឹងរូបសំណាក់ដំបងក្រញូងបាទនេះដូចបងប្អូនបានឃើញហើយផ្លាកនៃភោជនីយដ្ឋាន buffet បែបម្ហូបខ្មែរដែលមានតម្លៃតែ10000រៀលតែប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ក្នុងមួយពេលបាទយើងអាចហូបអីញ៉ាំអ្វីតាមចិត្តបាទក្នុងតម្លៃតែ10000រៀលតែប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ហើយមានការរចនាបថតាំងគោមមានឈ្នៀងមានអីបែបបត់ពីការធ្វើច្នៃប្រឌិតតាមបែបសម័យបុរាណអញ្ចឹងណាបាទហើយការហូបចុកអីជាដើមបងប្អូនប្រជាពលរដ្ឋយើងយ៉ាងច្រើនទាំងប្រជាជាតិអន្តរជាតិតែងតែចូលហូបនៅទីនោះហើយវាមានម្ហូបខ្មែរឆ្ងាញ់ធ្វើដោយកូនខ្មែរដែលបានញ៉ាំទៅពិតជាមិនសោកស្ដាយនឹងថវិកាដែលយើងចំណាយទេតម្លៃតែ10000រៀលយើងអាចបានញ៉ាំម្ហូបជាច្រើនមុខបាទក្នុងតែមួយពេលតែប៉ុណ្ណោះបាទពិសេសមែនទែនបាទសម្រាប់ខេត្តបាត់ដំបងមាន buffet បែបម្ហូបខ្មែរបាទជាលើកទី1សម្រាប់ខ្ញុំដែលបានដឹងនិងបានឮហើយនៅទីនេះតែងតែមានបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិចូលញ៉ាំពិសាអាហារ buffet បែបម្ហូបខ្មែរយើងហ្នឹងក្នុងតម្លៃតែម្នាក់10000រៀលតែប៉ុណ្ណោះការញ៉ាំយើងអាចញ៉ាំនំចុកញ៉ាំស្លប្រហើរឆាម្ជូរអីជាដើមហ្នឹងដែលជាម្ហូបរបស់ខ្មែរហ្នឹងគឺមានទាំងអស់នៅទីហ្នឹងបាទដោយបងប្អូនបានឃើញសកម្មភាពបងប្អូនប្រជាពលរដ្ឋយើងគាត់ចូលញ៉ាំបាទមានភ្ញៀវយ៉ាងច្រើនកមែនតើបាទក្នុងនោះក៏មានភ្ញៀវជាតិដើរទៅលេងកម្សាន្តលក្ខណៈគ្រួសារមិត្តភ័ក្តិបងប្អូនអ្នកខ្លះក៏ដើរលេងជាក្រុមឯជាដើមហ្នឹងគាត់ចូលទៅញ៉ាំនៅទីហ្នឹងជារឿងមួយដ៏ប្លែកដែលទើបតែខ្ញុំបានជួបទេបាទនេះបាទនាមហូបបាទដូចបងប្អូនបានឃើញអញ្ចឹងបាទមានសម្លមានទឹកគ្រឿងមានឆាមានបន្លែ
ស្រស់ហើយក៏មានបន្លែស្រស់អីជាដើមអញ្ចឹងបាទហើយនេះជាការញ៉ាំអាហារជុំគ្នាសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរកម្សាន្តទៅលេងខេត្តបាត់ដំបងហ្នឹងបាទដែលគាត់បានជួញញ៉ាំអាហារបាទនៅពេលនេះយើងបានញ៉ាំឡើងអស់ពីចានតែម្ដងបាទតម្លៃដូចខ្ញុំបញ្ជាក់អញ្ចឹងគឺ 10000 រៀលតែប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ជាការចំណាយដ៏តិចតួចបំផុតតែបានហូបបានច្រើនមុខម្ហូបនៅពេលយើងញ៉ាំអាហារ buffet រួចរាល់យើងក៏បន្តដំណើរមកលេងកម្សាន្តនៅអាងទឹកកពីងពួយដែលស្ថិតក្នុងខេត្តបាត់ដំបងផងដែរបាទជាអាងទឹកដ៏ធំហើយវាបានជីកក្នុងសម័យខ្មែរក្រហមហើយវាជាអាងទឹកប្រវត្តិសាស្ត្រមួយក្នុងសម័យខ្មែរក្រហមមកទល់ពេលបច្ចុប្បន្ននេះដែលជារមណីយដ្ឋានទេសចរប្រវត្តិសាស្ត្រមួយដែលតែងតែមានបងប្អូនប្រជាពលរដ្ឋដូចជាភ្ញៀវទេសចរជាតិអន្តរជាតិធ្វើដំណើរកម្សាន្តទៅលើទីនោះមានការជួយញ៉ាំអាហារចងត្រីអាំងឬក៏ញ៉ាំអាហារផ្សេងទៀតបាទដែលមានការលក់ដូរនៅទីនោះមានតម្លៃសមរម្យបាទដូចបងប្អូនបានឃើញនៅក្នុងវីដេអូនេះចឹងបាទជាអាងទឹកដ៏ធំដែលវាបម្រើផលប្រយោជន៍ដល់វិស័យកសិកម្មក្នុងខេត្តបាត់ដំបងដែលបានស្រោចស្រពទៅលើដំណាំផ្សេងដែលបងប្អូនប្រជាពលរដ្ឋយើងដែលជាកសិករហ្នឹងគាត់យកទឹកអាងកពីងពួយនឹងយកទៅប្រើប្រាស់ក្នុងបំណងផ្សេងក៏ដូចជាបម្រើផលប្រយោជន៍សាធារណៈផ្សេងផងដែរហើយសកម្មភាពវីដេអូនេះដែលខ្ញុំបានទៅផ្ទាល់បានផលិតយករូបភាពថតរូបជាវីដេអូទុកជាអនុស្សាវរីយ៍បាទនៅទីនោះគេទំធ្វើផ្លូវបានមិនទាន់ស្អាតបាតនោះទេប៉ុន្តែក៏មានបងប្អូនជាពលរដ្ឋយើងធ្វើដំណើរកម្សាន្តទៅលេងចង់ដឹងអញ្ចឹងណាបាទដូចបងប្អូនបានឃើញទឹកយ៉ាងធំធេងតែម្ដងបាទនៅសងខាងអាងទឹកកពីងពួយហ្នឹងក៏មានភ្នំមានអីជាដើមបាទវានៅជិតភ្នំសំពៅយើងទេបាទអាងទឹកកពីងពួយនឹងជិះប្រហែលជាប្រមាណមិនដល់20គីឡូម៉ែត្រផងពីទីរួមខេត្តបាត់ដំបងបាទនឹងមកដល់អាងទឹកកពីងពួយនេះហើយបាទវាធំមែនតើបាទគឺបានជីកបន្ថែមក្នុងសម័យខ្មែរក្រហមបាទដែលដឹកនាំដោយប៉ុល ពត ឬហៅថារបបកម្ពុជាប្រជាធិបតេយ្យក្រោយពីយើងធ្វើដំណើរកម្សាន្តទៅលេងអាងទឹកកពីងពួយហើយយើងក៏បន្តដំណើរមកលេងកម្សាន្តនៅភ្នំសំពៅទៀតហើយនៅភ្នំសំពៅនេះមានផ្លូវឡើងទៅលេងដល់ពូភ្នំទៀតបាទពិតជាស្រស់ស្អាតមែនទែននៅទីនេះមានទាំងជំនឿផ្សេងផងដែរបាទនេះដូចបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទជាផ្លូវឡើងទៅលើភ្នំសំពៅបាទភ្នំសំពៅដែលមានរូបព្រះពុទ្ធបដិមាដែលគេគោរពបូជាបាទទៅដល់ទីនោះដូចបងប្អូនបានឃើញរូបពុទ្ធព្រះពុទ្ធបដិមាដែលបងប្អូនជាប្រវត្តិជាទេសចរជាតិអន្តរជាតិគាត់ទៅដល់ទីនោះតែងតែអុជធូបសុំសេចក្តីសុខសេចក្តីចម្រើនជាដើមបាទហើយរួចក៏បន្តដំណើរចុះមកមើលល្អាងខ្យល់ល្អាងការស្លាល្អាងគក់ទ្រូងអីជាដើមបាទមាននៅលើភ្នំសំពៅនឹងបាទដោយបងប្អូនបានឃើញសកម្មភាពវីដេអូដែលខ្ញុំបានថតទុកជាអនុស្សាវរីយ៍ជាប់នឹងល្អាងហ្នឹងបាទល្អាងផ្សេងដែលជាជំនឿតាមបែបព្រះពុទ្ធសាសនាដែលបន្សល់ទុកពីដូនតាខ្មែរយើងតាំងពីបុរាណកាលមកទល់ពេលបច្ចុប្បន្ននេះដែលបងប្អូនយើងនៅតែជឿមានជំនឿបាទហើយក្រោយមកយើងក៏បានចុះមកមើលពជាវចេញពីភ្នំសំពៅហ្នឹងបាទនៅពេលប្រហែលម៉ោង4ម៉ោង5មានតែក្រោយថ្ងៃចំណិចហ្នឹងពជាវចាប់ផ្ដើមចេញមានរាប់ម៉ឺនក្បាលហើយនោះបាទចេញភ្នំសំពៅហ្នឹងដែលជាទេសចរដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិតែងតែទស្សនាទៅមើលកម្សាន្តនៅពេលថ្ងៃរៀបលិចទៅមើលពជាវចេញហ្នឹងបាទរួចក៏យើងបន្តដំណើរកម្សាន្ត
ដើរលេងនៅពេលយប់នៅក្រុងបាត់ដំបងខេត្តបាត់ដំបងហ្នឹងបាទនឹងជិះតុកតុកដើរលេងតាមមាត់ស្ទឹងសង្កែហ្នឹងបាទដោយតុកតុកគាត់ដឹងអញ្ចឹងបាទនេះខ្ញុំថត selfie ឲ្យបងប្អូនបានមើលបាទក្នុងដំណើរកម្សាន្តនៅក្នុងខេត្តបាត់ដំបងដែលខ្ញុំបានធ្វើដំណើរទៅបាទនេះមាត់ស្ទឹងសង្កែបាទមានឡានមានម៉ូតូចតអង្គុយលេងនៅពេលរាត្រីឬពេលយប់ហ្នឹងបាទបងប្អូនប្រជាពលរដ្ឋយើងរស់នៅខេត្តបងគាត់សម្រាប់ពីការងារគាត់អង្គុយលេងនៅមាត់ស្ទឹងញ៉ាំអីអញ្ចឹងណាបាទដោយបងប្អូនបានឃើញហើយបាទវីដេអូសកម្មភាពដែលខ្ញុំបានថតទុកជាអនុស្សាវរីយ៍បាទព្រោះជាលើកទី2ហើយដែលខ្ញុំបានទៅលេងខេត្តបាត់ដំបងតែមុនមិនបានថតរូបទុកជាអនុស្សាវរីយ៍អញ្ចឹងណាបាទហើយទៅលើកនេះបានថតរូបទុកជាអនុស្សាវរីយ៍ជិះកង់3ធ្វើដំណើរកម្សាន្តតាមផ្លូវមាត់ស្ទឹងសង្កែបាទមានការអភិវឌ្ឍនិងធ្វើសួនពិតជាស្រស់ស្អាតមែនទែនបាទសម្រាប់ខេត្តបាត់ដំបងបាទហើយមានផ្លូវមានសួនហើយការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋដោយបងប្អូនមកឃើញបាទទស្សនវិជ្ជាពិតជាស្រស់ស្អាតមែនទែននៅពេលរាត្រីក្នុងខេត្តបាត់ដំបងយើងណាស្ពានណាទុកចោល ពីនដែលបានកសាងនៅសម័យអាណានិគមបារាំងក្រោយពីស្ពានថ្មីសាងសង់រួចហើយស្ពានចាស់គេទុកជាគេដំណើរឬជាបេតិកភណ្ឌដែលបានកសាងនៅក្នុងពេលដែលខ្ញុំទៅជួយស្ពានដែលខ្ញុំជិះលើគឺស្ពានដែលកសាងនៅសម័យអាណានិគមបារាំងហើយមានតោនៅគោស្ពានហ្នឹងបាទដែលបទចម្រៀងលោកតាសិនសុទ្ធតវត្តតំរំក្រឹមដាក់ខ្ញុំមកបាទហើយមកស្ទឹងហ្នឹងបាទឃើញបាទមានស្ពានថ្មីនិងស្ពានចាស់ដែលបានកសាងរួចហើយក៏ស្ពានចាស់ទុកជាបេតិកភណ្ឌពិភពលោកដែលបានសាងសង់ដោយសម័យអាណានិគមបារាំងបាទក្រោយពីដំណើរកម្សាន្តជិះតុកតុកដើរលេងមាត់ស្ទឹងសង្កែហើយខ្ញុំក៏មកចូលញ៉ាំអីនៅហាងមួយកន្លែងដែលមានឈ្មោះបាទខ្ញុំចាំមិនភ្លេចទេដូចទីណាត់ឬក៏ណាត់ជួបបាទអរគុណប្រិមិត្តក៏ដូចជាពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូ YouTube ពិតក៏ដូចជា Facebook ពិតនិង TikTok ពិតកុំភ្លេចជួយ Subscribe YouTube ក៏ដូចជាជួយ Like ជួយ Follow Facebook និង TikTok របស់ខ្ញុំបាទដើម្បីទទួលបានវីដេអូថ្មីប្លែកបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលាបាទ